ចម្រើនពរញាតិញោមទាំងអស់គ្នាពីខាងក្រោយអាត្មានេះគឺទេសភាពភ្នំបូកូដែលថតពីតំបន់មាត់សមុទ្រទៅញាតិញោមនៅខាងភូមិប្រែកប្រែងសង្កាត់ព្រៃថ្នោតក្រុងបូកូខេត្តកំពតញាតិញោមឃើញភ្នំដែលអាចត្រត្រង់រឹងមាំបានញាតិញោមដឹងដោយសារអីទេញាតិញោមខ្លះគាត់គិតថាដោយសារព្រៃឈើដែលដុះនៅលើភ្នំជើងទៅអាចធ្វើឲ្យភ្នំនឹងអាចរឹងមាំបានអានេះជាចំណែកមួយញាតិញោមណាជាចំណែកមួយប៉ុន្តែมันតាន់ត្រឹមត្រូវទាំងអស់ទេព្រោះភ្នំដែលអាចរឹងមាំបានអាស្រ័យត្រង់ភ្នំនឹងអាចរឹងមាំបានគឺអាស្រ័យទៅដោយថ្មបើញាតិញោមគិតថាដើម្បីព្រោះតែព្រៃឈើពេលខ្លះបើយើងមានតែដីហើយនឹងព្រៃឈើក៏គង់តែទឹកហូរទៅបាក់មកវិញឬក៏ត្រូវខ្យល់អញ្ចឹងទៅក៏បាក់ដីមកវិញដែរញាតិញោមប៉ុន្តែថ្មនឹងឯងជាចំណែកនៃការត្រត្រង់ភ្នំនឹងឯងឲ្យមានភាពរឹងមាំឲ្យមានភាពរឹងមាំបើសិនជាមិនមានថ្មទេភ្នំមិនអាចរឹងមាំបានទេយ៉ាងណាមិញបើយើងប្រៀបធៀបពីជីវិតរបស់យើងគ្រប់គ្នាញាតិញោមបើសិនជាយើងមិនមានជួបការលំបាកក៏ដូចជាឧបសគ្គក្នុងដំណើរជីវិតរបស់យើងទេជីវិតរបស់យើងគឺមិនអាចដើម្បីនឹងរឹងមាំបានទេអញ្ចឹងឧបសគ្គក៏ដូចជាការលំបាកទាំងអស់នឹងឯងវាជាមេរៀនណាវាអាចធ្វើឲ្យជីវិតរបស់យើងនឹងឯងរឹងមាំដោយឆ្លងកាត់ការដោះស្រាយហើយយើងតែងតែមានគំនិតមួយថាហេតុអីជីវិតរបស់យើងលំបាកហេតុអីក៏ជីវិតរបស់យើងជួបបញ្ហាច្រើនម្លេះហើយយើងតែងតែឃើញផលអវិជ្ជមាននៅក្នុងការលំបាកនឹងឯងតែបើយើងទាញមកវិញរកពីផលវិជ្ជមានតែពិតការលំបាកទាំងអស់ហ្នឹងគឺគ្រាន់តែជាវិញ្ញាសារបស់ជីវិតដែលប្រៀបធៀបថាដូចជាទេវតាបានដាក់ឲ្យយើងអញ្ចឹងដើម្បីតេស្តសមត្ថភាពរបស់យើងតើយើងនឹងអាចដោះស្រាយបានប៉ុណ្ណាយើងឆ្លងកាត់ដោះស្រាយរបៀបម៉េចអាហ្នឹងគឺទេវតាបានដាក់ឲ្យយើងអញ្ចឹងយើងកាលណាដែលយើងដោះស្រាយបានញាតិញោមដោះស្រាយនៅបញ្ហាជីវិតផ្សេងដែលយើងជួបប្រទះបានណាយើងនឹងទទួលបានមកវិញនៅបទពិសោធន៍ល្អក៏ដូចជាមេរៀនល្អសម្រាប់អភិវឌ្ឍគោលដៅជីវិតរបស់យើងណាអញ្ចឹងការលំបាកទាំងអស់វាមិនមែនសិតតែជារឿងអាក្រក់ទេញាតិញោមមិនមែនសិតតែជារឿងអាក្រក់ទេការលំបាកខ្លះវាអាចធ្វើឲ្យដំណើរជីវិតរបស់យើងរឹងមាំអាចរស់នៅពឹងផ្អែកដោយខ្លួនឯងយើងមិនអាចពឹងផ្អែកលើអ្នកដទៃទាំងស្រុងទេណាដល់ពេលយើងឆ្លងកាត់រឿងច្រើនមានបទពិសោធន៍ច្រើនអញ្ចឹងនៅពេលដែលជួបបញ្ហាទាំងអស់ក្រោយទៀតគឺយើងងាយនឹងដោះស្រាយព្រោះថាយើងបានឆ្លងកាត់ហើយអញ្ចឹងយើងដឹងផ្លូវណាដែលយើងត្រូវដោះស្រាយចេញណាអញ្ចឹងញាតិញោមខ្លះតែងតែអស់សង្ឃឹមនៅក្នុងការជួបនៅបញ្ហាផ្សេងពេលខ្លះគាត់គិតថាបញ្ហាដោះស្រាយមិនចេញចេះដោះស្រាយមិនចេញចុះតាមពិតអត់ទេញាតិញោមលើលោកនេះគ្មានអាណាម្នាក់បង្កើតកូនសោបង្កើតមេសោមកដោយគ្មានកូនសោទេអញ្ចឹងរាល់ការបង្កើតមេសោវាសិតសឹងតែមាននៅកូនសោចាអញ្ចឹងបញ្ហាទាំងអស់សិតតែមានដំណោះស្រាយគ្រាន់តែថាពេលខ្លះវាត្រូវការពេលវេលាពេលខ្លះវាត្រូវការកលៈទេសៈណាហើយពេលខ្លះញាតិញោមយើងមិនអាចបង្ខំដោះស្រាយនៅបញ្ហាផ្សេងយើងមិនអាចបង្ខំបានទេរឿងខ្លះវាត្រូវការពេលវេលាព្យាយាមដោះស្រាយម្ដងបន្តិចយូរទៅគង់តែបានសម្រេចទេដោយការព្យាយាមរបស់យើងណាកាលណាដែលយើងជួបបញ្ហាជីវិតហ្នឹងយើងសញ្ជ័យយើងអត់ហូបបាយអីចឹងទៅយើងធ្វើបាបខ្លួនឯងអាហ្នឹងក៏វាមិនមែនជាដំណោះស្រាយល្អដែរញាតិញោមវាមិនមែនជាដំណោះស្រាយល្អទេអញ្ចឹងពេលដែលយើងជួបបញ្ហាហ្នឹងឯងគឺយើងព្យាយាមណាមើលថែខ្លួនឯងព្យាយាមពិសាអាហារឲ្យបានគ្រប់គ្រាន់ព្យាយាមទៅទស្សនកិច្ចនៅកន្លែងណាមួយដែលល្អដែលធ្វើឲ្យចិត្តរបស់យើងនឹងឯងរីករាយជ្រះស្រស់ថ្លាពេលហ្នឹងឯងគឺធ្វើឲ្យស្មារតីបញ្ញាស្មារតីរបស់យើងស្វាហាប់ចឹងទៅអាហ្នឹងពេលខ្លះក៏យើងអាចនឹកឃើញនៅវិធីសាស្ត្រនៅក្នុងការដោះស្រាយបញ្ហាដែរអញ្ចឹងថាអត់មានអីនិយាយច្រើនទេញាតិញោមគ្រាន់តែមានសេចក្តីឧបមាប៉ុណ្្នឹងឯងថាភ្នំកាលណាដែលអាចរឹងមាំបានអាស្រ័យទៅដោយថ្មយ៉ាងណាមិញជីវិតរបស់យើងគ្រប់គ្នាដែលអាចដើម្បីនឹងរឹងមាំបានគឺអាស្រ័យទៅដោយបញ្ហាដែលយើងធ្លាប់ជួបប្រទះណាប៉ុណ្្នឹងឯងចឹងសូមអរគុណហើយសូមចម្រើនពរលាញាតិញោមប៉ុណ្្នឹងចុះ